ទី2គឺការរស់នៅតែម្នាក់ឯងរស់នៅដោយឯកជនមិនលីឡំដោយពួកគណៈប៉ុន្តែការរស់នៅតែឯងនេះគឺយើងរស់នៅជាមួយនឹងកិលេសដូច្នេះដើម្បីអាចឲ្យការរស់នៅជាមួយកិលេសនេះបានល្អប្រសើរទី1គឺយើងត្រូវតែស្គាល់កិលេសសួរថាតើកិលេសគឺជាអីកិលេសគឺជាធម្មជាតិទាំងឡាយដែលនាំឲ្យសៅហ្មងមានលោភៈទោសៈមោហៈទិដ្ឋិមានះថៃនមិទ្ធៈឧទ្ធិឧទ្ធចៈកុកចៈវិជិកិច្ឆាទាំងអស់ហ្នឹងសុទ្ធតែជាកិលេសដែលជាគ្រឿងញ៉ាំងសត្វទាំងឡាយឲ្យសៅហ្មងដែលជាគ្រឿងញ៉ាំងសត្វទាំងឡាយទៅកាន់ទីទុក្ខទោសដែលជាគ្រឿងញ៉ាំងសត្វទាំងឡាយឲ្យទៅកាន់ជ្រុះមរណៈបានប្រសិនបើនរជនមិនមើលស្គាល់កិលេសនោះទេចឹងគ្រោះថ្នាក់ណាស់ដែលយើងរស់នៅជាមួយនឹងសត្រូវហើយយើងមិនស្គាល់សត្រូវយើងរស់នៅជាមួយចោរតែមិនស្គាល់ចោរយើងរស់នៅជាមួយកិលេសតែមិនស្គាល់កិលេសចឹងកិលេសទុកដូចជាសត្រូវកិលេសទុកដូចជាចោរកិលេសទុកដូចជាមាប្រសិនបើយើងមិនស្គាល់វាត្រូវបានវាលួចយកនៅសេចក្តីសុខហើយត្រូវបានវាបណ្ដើរយើងយកទៅកាន់ជ្រុះមរណៈនឹងដោយសារតែយើងមិនបានមើលស្គាល់វាដូច្នេះពុទ្ធជនទាំងឡាយជាប្រកបដីរស់នៅត្រូវបានកិលេសជាអ្នកគ្រប់គ្រងនឹងគ្រប់គ្រងទាំងការបរិភោគអាហារគ្រប់គ្រងទាំងការដើរដេកឈរនិងអង្គុយរាល់ប្រព្រឹត្តអិរិយាបថធ្វើកិច្ចការងារទាំងឡាយទាំងពួងគឺសុទ្ធតែក្រោមអំណាចនៃការគ្រប់គ្រងរបស់កិលេសទាំងអស់គណៈពេលញ៉ាំក៏ញ៉ាំដោយកិលេសញ៉ាំចង់តែបានអាហារឆ្ងាញ់ជាប់ជំពាក់នឹងរសជាតិនៃអាហារណាចង់ទៅរកទីកន្លែងណាដែលមានផាសុកភាពបានផ្ដល់តម្លៃដល់ខ្លួនដែលជាអ្នកបរិភោគនឹងទៀតហ្នឹងគឺសិតតែបរិភោគដោយកិលេសបរិភោគតាមកិលេសបរិភោគតាមចំណង់ដែលសុទ្ធតែជាការជាប់អន្ទាក់របស់មាបានពេលដើរក៏ដើរដោយកិលេសដែរនឹងដំណើរផ្លូវចិត្តឬក៏ឆ្ងាយក៏ដែរគឺទៅដោយបំណងទៅដោយប្រាថ្នាចង់បានឆាប់ទៅដល់គោលដៅមិនបាននៅក្នុងបច្ចុប្បន្នជាមួយដំណើរនេះទេនឹងគឺជាការដើរដោយកិលេសពេលនិយាយស្ដីក៏និយាយដោយកិលេសនិយាយដោយបំណងឆ្ពោះទៅដើម្បីឈ្នះដើម្បីបានអ្វីមួយយ៉ាងអំពីការនិយាយហ្នឹងដើម្បីបានលាបានយុះបានសុខបានសរសើរអំពីការនិយាយទៅហ្នឹងគឺនិយាយដោយកិលេសពេលស្ដាប់សំឡេងស្ដាប់ចម្រៀងស្ដាប់តន្ត្រីគឺស្ដាប់ដោយកិលេសលោភៈបញ្ជាឲ្យស្ដាប់ចង់បានស្ដាប់តែសំឡេងណាពីរោះមិនគប់ចិត្តឡើយចំពោះសំឡេងមិនគប់បីមិនចង់ឮគេនិយាយអសុរោះមិនចង់ឮគេនិយាយដើមមិនចង់ឮគេនិយាយពាក្យត្រពុះបោះបោកដាក់ឡើយសភាពនៃការចង់បានឬក៏សេចក្តីប្រទុះទាស់ចំពោះអារម្មណ៍ឬក៏សំឡេងហ្នឹងគឺសុទ្ធតែជាការញោមញីដោយកិលេសហើយដោយយើងមិនបានមើលស្គាល់វាគឺចេះតែស្ទុះទៅតាមវាចេះតែតាមអំណាចរបស់វានាំឲ្យខឹងក៏ខឹងទៅវានាំឲ្យជាប់ជំពាក់ក៏ជាប់ជំពាក់ទៅហ្នឹងគឺរស់នៅដោយកិលេសទោះបីនៅតែឯងអត់មានអ្នកដទៃមកបន្ទោសសារាយជាមួយប៉ុន្តែបន្ទោសជាមួយនឹងកិលេសក្នុងខ្លួនឯងហ្នឹងទោមនស្សជាមួយនឹងរឿងរ៉ាវផ្សេងដែលនៅជុំវិញខ្លួនហ្នឹងគឺសិតតែរស់នៅដោយអំណាចនៃកិលេសហើយប៉ុន្តែអរិយជនទាំងឡាយលោកមានជីវិតរស់នៅជាមួយកិលេសដូចយើងអញ្ចឹងហ្នឹងលោកនៅជាមួយលោភៈទោសៈមោហៈទិដ្ឋិមានះវិជិកិច្ឆាទាំងអស់នោះលោករស់នៅជាមួយវាដូចតែយើងអញ្ចឹងលោកមានជីវិតដូចតែយើងអញ្ចឹងដែរតាមានខណ្ឌ5ដូចតែយើងដែរតាមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណដូចតែយើងដែរមានចិត្តចេតសិកដូចតែយើងដែរតាអញ្ចឹងលោករស់នៅជាមួយកិលេសដូចតែយើងអញ្ចឹងប៉ុន្តែគ្រាន់តែខុសប្លែកអំពីយើងត្រង់ដែលថាលោកបានមើលស្គាល់កិលេសដល់លោកបានមើលស្គាល់កិលេសដូច្នោះលោកសហការជាមួយនឹងកិលេសនឹងវិញណាដូចជាលោភៈអញ្ចឹងពេលដែលលោកឃ្លានលោកក៏បរិភោគដូចតែយើងអញ្ចឹងដែរប៉ុន្តែគ្រាន់តែការបរិភោគរបស់លោកគឺមិនបរិភោគដោយបំណុលដូចយើងទេយើងបរិភោគដោយបំណុលជាអ៊ីណាបរិភោគយើងបរិភោគចង់អីបរិភោគហ្នឹងទៅញ៉ាំឬក៏បរិភោគដោយអំណាចលោភៈដែលវាបង្កប់បញ្ជានឹងចង់តែរបស់ឆ្ងាញ់ចង់តែរបស់ល្អអញ្ចឹងទៅប៉ុន្តែព្រះរាជទាំងឡាយលោកឃ្លានដូចតែយើងអញ្ចឹងប៉ុន្តែពេលគណៈបរិភោគគឺលោកបានឃើញវាបានឃើញចំណង់អាហារកើតឡើងចេញមក
ដល់គណៈពេលដែលលោកបានឃើញអញ្ចឹងគឺអាហារដែលលោកបរិភោគចូលទៅហ្នឹងមិនមែនជាអាហាររបស់លោភៈទេគឺជាអាហារព្រហ្មចរិយៈគឺជាអាហារទឹកគឺជាអាហារដែលអត់មានជាតិពឹសជាតិពុលឬក៏ជាអាហារដែលអត់មានបំណុលវាមិនមែនជាអ៊ីអ្នកបរិភោគដោយមនុស្សធម្មតាទេហេតុអីបានជាអាហារហ្នឹងលែងមានជាតិពុលលែងមានបំណុលនៅក្នុងហ្នឹងដោយសារតែអាហារនោះត្រូវបានបន្សាបដោយស្មារតីបានបន្សុទ្ធដោយស្មារតីរបស់លោកដ៏ថ្លាស្អាតខណៈពេលដែលកំពុងតែញ៉ាំហ្នឹងមុននឹងញ៉ាំកំពុងតែញ៉ាំនិងក្រោយពេលញ៉ាំគឺសុទ្ធតែមានស្មារតីនៅក្នុងហ្នឹងដែលស្មារតីនេះគឺជាគ្រឿងបន្សុទ្ធគឺជាគ្រឿងបន្សាត់បងគឺជាគ្រឿងដោះបំណុលคล้ายទៅជាការបរិភោគដែលមិនចប់បំណុលដូចជាមនុស្សធម្មតានោះឡើយអញ្ចឹងមិនមែនត្រឹមតែបរិភោគទេការដេកការដើរការឈរការអង្គុយការប្រព្រឹត្តអិរិយាបថទាំងអស់គឺសុទ្ធតែជាអិរិយាបថនៅជាមួយកិលេសដូចតែយើងអញ្ចឹងប៉ុន្តែគ្រាន់តែអិរិយាបថទាំងអស់នោះគឺមិនក្រោមអំណាចនៃកិលេសទាំងអស់ហ្នឹងទេ មិនឲ្យកិលេសហ្នឹងវាកើតមុនស្មារតីរបស់លោកឡើយខណៈពេលដែលទៀបហ្នឹងវាកើតឡើងលោកបានឃើញវាអញ្ចឹងឃើញអកុសលទាំងឡាយឃើញកិលេសទាំងឡាយរាល់ខណៈពេលដេកដើរឈរអង្គុយស៊ីផឹកនិយាយស្ដាប់គិតដូច្នោះហើយគឺជាដំណើរនៃការប្រព្រឹត្តព្រហ្មចរិយធម៌ដែលជាធម៌ដ៏ប្រសើរសម្រាប់បាននៅសេចក្តីសុខជាសន្តិជាអមតៈអញ្ចឹងការរស់នៅតែឯងគឺជាការរស់នៅដោយព្រហ្មចរិយធម៌ជាការរស់នៅដោយប្រើកិលេសនេះគឺមិនមែនដើម្បីបានអ្វីមួយយ៉ាងពីលោកនេះទេគោលដៅនៃការប្រព្រឹត្តនៅព្រហ្មចរិយធម៌គឺដើម្បីបាននៅសន្តិបត្តិដើម្បីរួចរំដោះតែម្យ៉ាងគឺវាទៅហួសអំពីសេចក្តីសុខនៅក្នុងលោកនឹងដូច្នេះសរុបសេចក្តីមកថ្ងៃនេះខ្ញុំសូមលើកឡើងនៅធម្មិកថាខ្លីៗប៉ុណ្ណឹងអំពីពាក្យថាជីវិតដែលជីវិតមានន័យថាការរស់នៅហើយការរស់នៅនេះគឺមានពីរប្រការទី1គឺការរស់នៅជាសហគមន៍រស់នៅក្នុងសង្គមឬរស់នៅមានគ្នាដែលការរស់នៅជាមួយគ្នានេះទាមទារឲ្យយើងមានសុជីវធម៌មានសីលធម៌និងមានគុណធម៌ដែលជាគ្រឿងលម្អនៃការរស់ដើម្បីឲ្យរស់នៅមានសេចក្តីសុខមានតម្លៃមានលៀបមានយុះមានការសរសើរមានសន្តិភាពនៅក្នុងលោកនេះប៉ុន្តែការរស់នៅតែម្នាក់ឯងឬរស់នៅជាបុគ្គលនេះគឺត្រូវប្រព្រឹត្តព្រហ្មចរិយធម៌ហើយការប្រព្រឹត្តព្រហ្មចរិយធម៌នេះគឺមិនមែនដើម្បីបានរបស់ទាំងអស់នោះទេគឺដើម្បីរំលត់ឬក៏លះបង់នៅរបស់ក្នុងលោកនឹងចេញគឺដើម្បីបាននៅសន្តិបត្តិដើម្បីបាននៅសេចក្តីស្ងប់តែម្យ៉ាងនេះហើយគឺជាគោលដៅនៃការប្រព្រឹត្តនៅព្រហ្មចរិយធម៌សារ